គ្រូទាំងអស់គ្នាអញ្ចឹងខ្ញុំបាទសូមជម្រាបជូនថាប្រព័ន្ធរបស់យើងមានការកែប្រែបន្តិចអញ្ចឹងនៅពេលដែលលោកគ្រូត្រូវការបញ្ចូលបន្ទុកសូមលោកគ្រូសូមចូលទៅតែដើមឆ្នាំរបស់យើងនេះនៅពេលដែលលោកគ្រូដាក់ cursor ចូលនៅកន្លែងនេះវាមានរូបមន្តបែបនេះអញ្ចឹងលោកគ្រូអាចលុបវាចោលក៏បានឬក៏វាយបន្ទុកចូលក៏បានដែរអញ្ចឹងកន្លែងហ្នឹងណាហើយមួយទៀតតកតនឹងទិន្នន័យភាសាខ្មែរនេះបន្ទុកខ្មែរនេះអញ្ចឹងមានន័យថាបើសិនជាលោកគ្រូប្រឡងមានតេស្តអំណានបូកមួយតែក្តីទៅវាសាមឲ្យចូលហើយនេះអញ្ចឹងណាបាទប៉ុន្តែលក្ខណៈនេះគឺលោកគ្រូត្រូវតែសាមនឹងខ្លួនឯងឧទាហរណ៍ថាបន្ទុកសរសេរតាមអានរបស់សិស្សនេះគាត់បានបន្ទុក35បន្ទុកហើយបន្ទុកតែក្តីគាត់បាន50បន្ទុកអីទៅអញ្ចឹងកន្លែងនេះគឺវាអត់បោកឲ្យយើងទេហើយបន្ទុកល្បឿនអំណានបើសិនជាគ្រូមានធ្វើការប្រឡងគ្រូត្រូវបញ្ចូលដែរអញ្ចឹងឧទាហរណ៍ថាគាត់បានបន្ទុក80វិញទៅបាទអញ្ចឹងចំពោះមុខវិជ្ជាខ្មែរនេះមានន័យថាគឺយើងយកសរសេរតាមអានបូកមួយតែក្តីអញ្ចឹងកន្លែងនេះលោកគ្រូត្រូវតែបូកចូលខ្លួនឯងណាអញ្ចឹងយើងដាក់មុនមកស្មើសាំបាទវងកញ្ចក់អញ្ចឹងលោកគ្រូ select លើជួរខាងនេះមកបាទពីខ្ទង់2ជួរហ្នឹងហើយយើងបិទវិញមកហើយ enter អញ្ចឹងនៅពេលដែលវាលុតបែបនេះលោកគ្រូសូមគ្រីសយកសញ្ញាគ្រីសនេះបាទអញ្ចឹងមានថាវាអូតូសាំឲ្យយើងទាំងអស់កន្លែងហ្នឹងណាបាទអញ្ចឹងវគ្គក្រោយលោកគ្រូគាត់បញ្ចូលបន្ទុកមកវាអូតូសាំឲ្យយើងហ្នឹងណាអូខេនេះបាន25នេះបាន42ទៅឧទាហរណ៍ណាអញ្ចឹងកន្លែងនេះគឺវាសាំឲ្យយើងដែរកន្លែងនេះអញ្ចឹងណាអញ្ចឹងសូមលោកគ្រូជួយបូកខ្លួនឯងផងកន្លែងហ្នឹងអញ្ចឹងណាបាទចំពោះបន្ទុកផ្សេងៗលោកគ្រូអាច copy បានតាមធម្មតាអញ្ចឹងណាបាទដោយសារវាជាប់រូបមន្តរបស់យើងអញ្ចឹងណាអញ្ចឹងយើងអាចផ្លាស់ប្ដូរវាទៅអាហ្នឹងណាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងចំពោះតេស្តដើមឆ្នាំមួយទៀតតទៅនឹង sheet មួយទៀតគឺទិន្នន័យធ្វើផែនការកិច្ចព្រមព្រៀងអញ្ចឹងកន្លែងនេះគឺប្រៀបដូចជាការធ្វើផែនការរបស់សិស្សដែរអញ្ចឹងណាអញ្ចឹងលោកគ្រូត្រូវ copy នេះ copy បន្ទុកពីតេស្តដើមឆ្នាំឧបមាថាយើងបញ្ចូលរួចអស់ហើយអញ្ចឹងលោកគ្រូ select លើវាទាំងអស់មកប៉ុន្តែយើង select តែជួរត្រឹមFG8 ទេហើយចំពោះភាសាខ្មែរនេះគឺយើងអាច copy បានទេដោយសារវាកន្លែងហ្នឹងគឺយើងត្រូវការសានខ្លួនឯងអញ្ចឹងលោកគ្រូ copy អានេះ3ជួរសិនមកហើយចាំរំលងអានេះមកនេះមកទៀតមកពីពិនិត្យដល់មុខជាភាសាអង់គ្លេសនេះចឹងឧទាហរណ៍កន្លែងនេះមួយបាទអូខេចុះឧបមាថាលោកគ្រូអស់បន្ទុកសិស្សត្រឹមហ្នឹងចឹងលោកគ្រូ copy មកហើយយកមកបិទភ្ជាប់នៅជាមួយកន្លែងនេះវិញចឹងលោកគ្រូដាក់ cursor នេះមកហើយ control shift v មកគឺបន្ទុកយើងចូលចឹងណាប៉ុន្តែខ្មែរកន្លែងនេះគឺវាអត់សាមឲ្យយើងទេអញ្ចឹងលោកគ្រូទៅបោកខ្លួនឯងទៀតបាទចឹងកន្លែងនេះចូលស្រួលមុនទៅមកស្មើ SUM បើកវងចោបិទអានេះវិញមកclick ពីនេះមកហើយបិទនោះវិញ enter មកចឹងយើង select ទៀតមកចឹងបើសិនជាលោកគ្រូអត់បានសាំបន្ទុកជួរ column ភាសាខ្មែរទេគឺវាអាចបូកបន្ទុកសរុបយើងបានទេកន្លែងហ្នឹងណាចឹងនៅពេលដែលយើងបញ្ចូលតែសរសេរតាមអាននិងតែក្តីគឺវាអត់សាំឲ្យនេះហើយបន្ទុកអត់មានដែរនេះចឹងមុខវិជ្ជាផ្សេងៗលោកគ្រូ copy ពីអតីតដើមឆ្នាំមកដាក់មកបាទឧបមាថាបន្ទុកដើមឆ្នាំគាត់បាន55 32ទៅឧទាហរណ៍ណាហើយអានេះ41ទៅចឹងលោកគ្រូ copy ទៀតមកអូខេ copy Ctrl C មកហើយមកបិទភ្ជាប់វាវិញទៀតមកបន្ត copy មកលោកគ្រូមកបិទភ្ជាប់ឡើងវិញមកដាក់ cursor ចូលហើយ Ctrl Shift V មកវាចូលឲ្យទៀតដែរអញ្ចឹងមានតែប៉ុណ្្នឹងអញ្ចឹងសូមលោកគ្រូបញ្ចូលតេស្តដើមឆ្នាំឲ្យបានត្រឹមត្រូវហើយលោកគ្រូត្រូវ copy បន្ទុកតេស្តដើមឆ្នាំហ្នឹងយកមកបិទភ្ជាប់ក្នុងទិន្នន័យផែនការកិច្ចព្រមព្រៀងនេះវិញអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណច្រើន